បាទជំរាបសួរពុកម៉ែបងប្អូនវិលមកកាន់ Channel បកស្រាយសុបិនសាជាថ្មីថ្ងៃនេះផងដែរខ្ញុំនឹងលើកយកតាក់ទងនឹងពុកម៉ែបងប្អូនសុបិនឃើញក្របអង្កាំបាទប្រសិនបើជាពុកម៉ែបងប្អូនសុបិនឃើញក្របអង្កាំឬក៏បានពាក់ខ្សែកធ្វើអំពីក្របអង្កាំរបស់អ្នកបួសទំនាយទាយនៅក្នុងសុបិនដូចនេះថាពុកម៉ែបងប្អូននឹងបានល្បីឈ្មោះឬក៏មានមិត្តភ័ក្តិបន្ថែមឡើងមួយទៀតបើសុបិនថាបានរាប់ក្របអង្កាំទំនាយទាយថាការដែលគិតទុកពងនោះនឹងបានផលសម្រេចប៉ុន្តែត្រូវប្រើពេលយូរថ្ងៃយូរខែទើបបានសម្រេចដោយបំណងពងប្រាថ្នាចំណែកលេខសំណាងសម្រាប់អ្នកសុបិនវិញនោះគឺលេខ10លេខ18លេខ46លេខ010លេខ108និងលេខ046បាទតើតើនៅពុកម៉ែបងប្អូនសុបិនឃើញក្របអង្កាំគឺមានអត្ថន័យដោយការបកស្រាយខាងលើជាចុងក្រោយក៏សូមអរគុណពុកម៉ែបងប្អូនដែលខំចំណាយពេលវេលាដ៏មានតម្លៃតាមដានសម្ដាប់ Channel បកស្រាយសុបិនពីដើមរហូតដល់ចប់ជាចុងក្រោយនេះក៏សូមជូនពរពុកម៉ែបងប្អូនជួបតែសំណាងល្អគ្រប់គ្នាសូមអរគុណ